បងប្អូនទាំងអស់គ្នាណាគេដែលទៅពេទ្យអត់ហ៊ានញ៉ាំទឹកអត់ហ៊ានញ៉ាំកាហ្វេអត់ហ៊ានញ៉ាំអាហារពេលព្រឹកនិយាយទៅគឺភ្ញាក់ពីគេងមកអ្នកខ្លះសូម្បីតែលេបទឹកមាត់ហ្នឹងក៏អត់ចង់ហ៊ានដែរគឺទៅអង្គុយចាំជួបគ្រូពេទ្យដោយសារខ្លាចគ្រូពេទ្យបូមឈាមទៅមើលទៅវាអត់ឃើញច្បាស់ថ្ងៃនេះខ្ញុំចង់ប្រាប់បងប្អូនថាតាមពិតវាអត់អញ្ចឹងទាំងអស់ទេទី1បងប្អូនពេលដែលទៅពេទ្យណាទោះបីជាបូមឈាមក៏ដោយមិនបូមឈាមក៏ដោយបងប្អូនអាចញ៉ាំទឹកបានធម្មតាការញ៉ាំទឹកគឺវាអត់មានផលប៉ះពាល់អីទៅដល់ការដែលយើងមើលទៅក្នុងឈាមឬក៏មើលអេកូឬក៏ថតឆ្លុះអីទេអញ្ចឹងបងប្អូនទាំងអស់គ្នាអាចញ៉ាំទឹកបានទី2ចំណុចសំខាន់គឺបងប្អូនទាំងអស់គ្នាត្រូវលេបថ្នាំប្រចាំកាយឬក៏ថ្នាំប្រចាំថ្ងៃដែលមានរាល់ថ្ងៃហ្នឹងខ្ញុំឧទាហរណ៍ដូចអ្នកជំងឺខ្លះគឺគាត់មានជំងឺលើសសម្ពាធឈាមគាត់មានជំងឺទឹកនោមផ្អែមគាត់មានជំងឺ lupus ឬក៏គាត់មានជំងឺប្រចាំកាយណាមួយដែលតម្រូវឲ្យគាត់លេបថ្នាំដើម្បីគ្រប់គ្រងស្ថានភាពជំងឺរបស់គាត់អញ្ចឹងពេលដែលគាត់ដូរពេទ្យក៏ដោយគាត់ទៅពេទ្យលើកដំបូងក៏ដោយគាត់ទៅពិនិត្យសុខភាពក៏ដោយការលេបថ្នាំរបស់គាត់ប្រចាំថ្ងៃដូចជាថ្នាំបញ្ចុះសម្ពាធឈាមបញ្ចុះជាតិស្ករអីហ្នឹងគឺគាត់អាចលេបបានដោយអត់ចាំបាច់បារម្ភថាវាអាចមានផលប៉ះពាល់ទៅដល់លទ្ធផលឈាមឬក៏លទ្ធផលថតឆ្លុះអីទេចំណុចមួយទៀតរឿងអត់អាហារជាទូទៅតេស្តឈាមមិនមែនតម្រូវឲ្យយើងអត់អាហារទាំងអស់ទេតេស្តឈាមដែលតម្រូវឲ្យយើងអត់អាហារឥឡូវគឺមានតែខ្លាញ់មួយមុខទេខ្លាញ់ហ្នឹងគឺ cholesterol ហើយនិង triglyceride អញ្ចឹងប្រសិនបើយើងទៅតេស្តឈាមដែលអត់មានអារឿងពីរមុខហ្នឹងបងប្អូនអាចញ៉ាំអាហារពេលព្រឹកបានដោយអត់ចាំបាច់របៀបថាតមអត់6ម៉ោងឬក៏12ម៉ោងអីទេជាទូទៅប្រសិនបើលក្ខណៈឆែកសុខភាពខ្ញុំជឿថាគេមានតេស្តខ្លាញ់នៅក្នុងហ្នឹងក៏ប៉ុន្តែប្រសិនបើយើងគ្រាន់តែទៅបូមឈាមឧទាហរណ៍ជាលក្ខណៈ follow up បើន័យថាគាត់តាមដានជំងឺអីមួយឥឡូវខ្ញុំឧទាហរណ៍ជំងឺកពេញទីរ៉ូអ៊ីតអ្នកជំងឺខ្ញុំខ្លះគឺគាត់ច្រឡំដែរខ្ញុំឲ្យគាត់មកបូមឈាមដើម្បីមើលអាអរម៉ូនក T3 T4 TSH នេះក៏ប៉ុន្តែគាត់អង្គុយចាំខ្ញុំហើយគាត់មានហ៊ានហូបអីទេសូម្បីតែទឹកក៏គាត់ហ៊ានដែរអញ្ចឹងខ្ញុំត្រូវប្រាប់គាត់ថាធម្មតាប្រសិនបើយើងមើលពាក់ព័ន្ធជាមួយអរម៉ូនយើងមើលពាក់ព័ន្ធជាមួយនឹងមុខងារតម្រងនោមយើងមើលពាក់ព័ន្ធជាមួយនឹងមុខងារថ្លើមអីការញ៉ាំចំណីអាហារគឺអូខេអត់មានបញ្ហាអីទេការមើលអេកូអីដែលសំខាន់ពីរឿងយើងមើលអេកូគឺគ្រូពេទ្យអេកូគេចង់បានទឹកនោមអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវញ៉ាំទឹកដើម្បីឲ្យមានទឹកនោមហើយប្រសិនបើឧទាហរណ៍ថាចិត្តដល់ពេលចូលមើលអេកូហើយបងប្អូនទាំងអស់គ្នាគួរតែទប់កុំតនោមដើម្បីអីដើម្បីគ្រូពេទ្យមានផ្លោកនោមដែលមានទឹកនោមអញ្ចឹងទី1គ្រូពេទ្យអាចមើលផ្លោកនោមបានច្បាស់ទី2កាលណាដែលមានទឹកនៅក្នុងផ្លោកនោមគឺជួយឲ្យគ្រូពេទ្យមើលសរីរាង្គផ្សេងទៀតនៅចិត្តនឹងបានល្អឧទាហរណ៍ស្រីគឺគាត់អាចមើលពាក់ព័ន្ធនឹងស្បូនដៃស្បូននេះបានល្អប្រសិនបើប្រុសវិញគឺគាត់អាចមើលហើយនឹងវាស់ក៏เป็น prostate បានល្អប្រសិនបើទឹកនោមរបស់យើងពេញប៉ុន្តែកុំពេញខ្លាំងពេកព្រោះអីពេលដែលគ្រូពេទ្យដាក់សងទៅរៀងត្រជាក់យ៉ាត់រៀងនោមដាក់ខែរបស់គ្រូពេទ្យអូខេអញ្ចឹងថ្ងៃនេះខ្ញុំចង់ចែកម្លែក tip រឿងទៅ check សុខភាពហើយនឹងទៅពេទ្យប៉ុណ្ណឹងដោយសារខ្ញុំឃើញបងប្អូនខ្លះគាត់មានការយល់ច្រឡំដល់អញ្ចឹងទៅធ្វើឲ្យពិបាកដល់អ្នកជំងឺឬក៏ខ្លួនឯងនឹងហ្មងព្រោះអីពេលដែលយើងអត់អាហារជួនកាលគ្រូពេទ្យគាត់មិនចូលធ្វើការម៉ោង7កន្លះ8ណាគាត់ចូលធ្វើការ8កន្លះ9អីអញ្ចឹងដល់អញ្ចឹងទៅការចាំគ្រូពេទ្យនឹងមានលក្ខណៈយូរហើយដល់អញ្ចឹងទៅធ្វើឲ្យគាត់ឃ្លានដល់អញ្ចឹងទៅរៀងលេះឡាស់ពិបាកដែរអូខេចង់ចែកម្លែកប៉ុណ្ណឹងឯងប្រសិនបើបងប្អូនមានចម្ងល់អីទៀតអាច comment នៅក្នុងវីដេអូរបស់ខ្ញុំបានខ្ញុំដុកទ័រវីណាប្រសិនបើចូលចិត្ត content របស់ខ្ញុំចែកម្លែកទៅដល់បងប្អូនផ្សេងទៀតឲ្យគាត់បានឃើញផងអរគុណច្រើនថ្ងៃក្រោយជួបគ្នាទៀតណាបាយបាយ